បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញកលឹះតាក់ទងជាមួយនឹងការថែទាំកូនមាន់ណាដើម្បីឲ្យកូនមាន់មានអត្រារស់ច្រើនសុខភាពល្អហើយនឹងធំធាត់លឿនណានៅពេលដែលកូនមាន់បានអាយុ1ថ្ងៃវាស្ងួតរោមខ្ញុំចាប់ផ្ដើមលាយជាវីតាមីនហើយនឹងថ្នាំឲ្យវាផឹកសម្រាប់វីតាមីនដែលខ្ញុំប្រើនេះដែរឈ្មោះវាវីតាមីន Super Mix វីតាមីននេះដែរខ្ញុំប្រើល្អសម្រាប់កូនមាន់ឃើញដាក់វីតាមីនហ្នឹងទៅកូនមាន់ស៊ីចំណីច្រើនខ្លាខ្លំហើយប្រភេទថ្នាំគឺខ្ញុំប្រើជាប្រភេទអាម៉ុកនេះជាប្រភេទអាម៉ុករបស់មនុស្សហើយបើយើងមានជាអាម៉ុករបស់សត្វក៏បានដែរឲ្យវាផឹក3ថ្ងៃជាប់គ្នាមួយថ្ងៃខ្ញុំលាយឲ្យវាផឹកម្ដងលាយអាម៉ុកមួយគ្រាប់ជាមួយនឹងទឹកកន្លះលីត្រសម្រាប់មាន់តិចព្រោះមាន់ច្រើនយើងដាក់ទឹក1លីត្រទៅថ្នាំម៉ុកនេះដែរជាថ្នាំរបស់មនុស្សអាម៉ុករបស់បារាំងហើយព្រោះយើងមានអាម៉ុករបស់សត្វក៏បានដែរយើងដាក់លាយជាមួយវីតាមីនឲ្យវាផឹកទៅ3ថ្ងៃជាប់គ្នាពេលដែលវាទើបតែញាស់បានមួយថ្ងៃស្ងួតរួមយើងដាក់ជាប្រភេទថ្នាំអាម៉ុកចឹងដើម្បីទៅផ្សះផ្សិតវាហើយនឹងការពាររាគហើយយើងបន្ថែមជាមួយវីតាមីនទៅដើម្បីឲ្យវាខ្លាខ្លំស៊ីចំណីច្រើនសម្រាប់កូនមាន់ដែលទើបនឹងញាស់មកព្រាមដើម្បីឲ្យវាមានអត្រារស់ច្រើនយើងអត់អាចទៅពឹងទៅលើថ្នាំមកមុខបានទេយើងវាត្រូវការចាំបាច់បំផុតពេលដែលញាស់មកព្រាមគឺកម្ដៅអញ្ចឹងធុងមាន់យើងត្រូវតែយកដូចធុងមាន់របស់ខ្ញុំនេះចឹងខ្ញុំមានជាច្បាំងឆក់ចំណីសត្វឬក៏បាវអីក៏ដោយឲ្យតែវាមានជាតិរាងផ្លាស្ទិកយើងយកមករុំពាត់ធុងចិត្តហើយយើងដាក់ជាអំពូលកម្ដៅដើម្បីផ្ដល់កម្ដៅឲ្យវាព្រោះកូនមាន់ដែលញាស់មកភ្លាមវាត្រូវការកម្ដៅជាចាំបាច់ពេលណាដែលកម្ដៅគ្រប់គ្រាន់ទៅមាន់វាមានសភាពរហ័សរហួនហើយអត់ឈឺដែរយើងថែកូនមាន់ព្រោះមាន់យើងវាផ្ដល់កម្ដៅគ្រប់គ្រាន់មាន់យើងអត់ងាយឈឺហើយនឹងងាប់ទេហើយយើងលាយជាមួយថ្នាំហើយនឹងវីតាមីនឲ្យវាផឹកទៀតទៅវាជំនួយវាទៀតទៅអញ្ចឹងមាន់យើងដាក់ញាស់មក10វារស់ទាំង10អញ្ចឹងដូចមាន់ខ្ញុំនេះអីខ្ទង់ចិត្តជា60មាន់ជាងរស់ទាំងអស់អត់ទាន់ឃើញងាប់មួយទេអាយុវានៅធំទូចនោះអាយុវាខ្ទង់2ថ្ងៃអាធំអាយុវាខ្ទង់5ថ្ងៃតែមិនទាន់ឃើញងាប់មួយទេហើយអាធំ5ថ្ងៃនេះវាចាប់ផ្ដើមស៊ីចំណីខ្លាំងហើយបើអ្នកទាំងអស់គ្នាចង់ឲ្យកូនមាន់មានសុខភាពល្អស៊ីចំណីច្រើនខ្លាខ្លំដូចកូនមាន់ខ្ញុំនេះដែរអ្នកទាំងអស់គ្នាខ្ញុំភ្លេចលាយអាម៉ុកហើយជាមួយនឹងវីតាមីនឲ្យវាផឹក3ថ្ងៃភ្ជាប់គ្នាពេលដែលកូនមាន់ទើបតែញាស់មកបានមួយថ្ងៃស្ងួតរោមហើយបន្ទាប់មកទៀតយើងលាយវីតាមីនឲ្យវាផឹកជារៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យជាប់គ្នា